សួស្តីបងប្អូនអរគ្នានេះគឺជាការបង្ហាញពីរបៀបប្ដូរ Facebook ធម្មតាឲ្យក្លាយទៅជា Facebook Professional Mode ដើម្បីទទួលបាន friend ច្រើនហើយអាចរកលុយពី Facebook បានផងដែរវាដូចលក្ខណៈទៅផ្សេងដែរបងប្អូនណាអញ្ចឹងយើងចូលមក Facebook មកនេះគឺជាទម្រង់ Facebook ធម្មតារបស់ខ្ញុំបាទគឺ friend មាន 5k friend បងប្អូនណាបាទ 5k friend វាស្មើនឹង 5000 friend បងប្អូនណា 1k ស្មើនឹង1000 friend បាទនេះបងប្អូនឃើញទេទម្រង់បែបនេះនេះគឺជា friend របស់ខ្ញុំហើយអញ្ចឹងកាលណា friend ពេញអញ្ចឹងហើយគឺយើងមិនអាច add friend ទទួល friend បានតទៀតទេណាព្រោះវាជាទម្រង់ Facebook ធម្មតាហើយក៏ Facebook ធម្មតាហ្នឹងគឺយើងមិនអាចយកទៅរកលុយបានដែរណាតោះតែយើងបដូរទម្រង់វាទៅខ្លះជា page សិនបងប្អូនបាទអញ្ចឹងកន្លែងបែបហ្នឹងហើយគឺខ្ញុំចង់បញ្ជាក់ឲ្យបងប្អូនហ្នឹងបដូរ Facebook ធម្មតាឲ្យក្លាយទៅជា Facebook Professional Mode ដើម្បីទទួល friend បានច្រើនហើយបញ្ជាក់ Facebook ធម្មតាគឺយើងអាចកាន់ធ្វើជា admin បាន Facebook Professional Mode ក៏យើងអាចកាន់ធ្វើជា admin បានផងដែរណាអញ្ចឹងហើយគឺយើងមានឱកាសច្រើនគឺយើងអាចបដូរពី Facebook ធម្មតាទៅជា Facebook Professional Mode ណាអញ្ចឹងបងប្អូនយើងអាចបាទ add friend អីបានធម្មតាផងដែរអត់មានបញ្ហាអីទេអញ្ចឹងគឺយើងចូលមក friend មើលយើងតើយើងទទួល confirm friend របស់យើងតើយើងទទួលបានដែរឬអត់ណាបាទចុចទៅគឺមិនអាចទទួលបានទេបាទអញ្ចឹងថាយើងចុចចូល manage friend ចេះអញ្ចឹង manage friend មានន័យថាយើងទាល់តែបាទលុប friend ចោលខ្លះទើបអាចទទួលបាន friend ថ្មីមកចូលមកណានេះគឺជារបៀបបាទចូលមកក្នុង Facebook របស់យើងបងប្អូន scroll ឡើងទៅលើទៅបាទហើយយើងចូលមក Tray 3ខាងស្ដាំតមកក៏យើងចុចមក Turn off Professional Mode បាទតមកក៏យើងចុច Turn on បាទរងចាំបន្តិចបងប្អូនបន្ទាប់មកក៏យើងចុច Next បាទចុច Next ទៀតបាទចាំបន្តិចបន្ទាប់មកយើងចុច Public ខាងលើហើយយើងចុច Next ទៀតបាទហើយយើងចុច Confirm បាទបន្ទាប់មកបងប្អូនរងចាំទេហើយយើងចុច Next ទៀតបាទបន្ទាប់ Next ទៀតតបប៉ុណ្ណឹងហើយបងប្អូនរងចាំបន្តិចបាទយើងចុច Next ទៀតមកបងប្អូនយើងចុច Next បន្តទៀតមកបាទគឺចេញបែបនេះបងប្អូនណាគឺវាបានហើយកន្លែងហ្នឹងគឺយើងត្រូវ check in វាបងប្អូន check in វាដើម្បីវាឲ្យឡើងល្បីឡើង box queue ហ្នឹងឡើងពេញហ្មងណាបាទឡើង text ហ្នឹងឡើងពេញអញ្ចឹងយើង confirm ទៀតមកហើយយើង check in វាទៅបងប្អូន check ចេញចូលទៅដើម្បីឲ្យវាឡើងអាកន្លែង level មិញហ្នឹងប៊ូតុង box queue ហ្នឹងវាឡើងពេញណាអញ្ចឹងយើងឆែកមកបងប្អូនណាយើងឆែកទៅវាលុបគ្រីសមកបែបនេះបងប្អូនបាទកាលណាខ្ញុំបដូរ Facebook ធម្មតាទៅ Facebook Personal Mode គឺវា load ឲ្យ set up star មួយប៉ុន្តែខ្ញុំអត់ set up ទេបាទហើយយើង check in អញ្ចឹងទៅដើម្បីវាឡើងពេញអាកន្លែង click របស់ queue ហ្នឹងណាបងប្អូនយើង check in វាទៅបាទចុចចេញអញ្ចឹងទៅអូសមើលអូសឡើងអញ្ចឹងទៅបាទឲ្យបញ្ជាក់ថាបើយើងចូល check in វាអញ្ចឹងហើយឲ្យវាឡើងក្នុង box queue ពេញវាល្អណាអញ្ចឹងយើង view follower នេះ view follower គឺវាឡើងដោយអូតូឲ្យបងប្អូនណាបាទមិញគឺមានតែ 5000 នាក់ទេឥឡូវវាឡើង16នាក់ follow ទៀត follower គេ follow មកយើងណាអញ្ចឹងឡើង16នាក់ទៀតអញ្ចឹង friend វាកើនឡើងតាមនឹងដែរបងប្អូនណាបើសិនជាយើងបដូរពី Facebook ធម្មតាទៅជា Facebook Professional Mode បាទហើយ friend ទាំងអស់ហ្នឹងមិញគឺអត់ទាន់បាន add ចូលទេប៉ុន្តែដល់ពេលយើងបដូរហើយគឺវាឡើងទៅអូតូតែម្ដងបាទអញ្ចឹងយើងថយក្រោយមកវិញមកដើម្បីយើងទៅ check in កន្លែងបន្ទាប់ទៀតបាទដើម្បីវាឡើងបតុង top view នោះឲ្យបានពេញបាទវាឡើងទៅនៅតាមមួយបតុងទៀតទេបងប្អូន add ចូលបាទអាកន្លែងហ្នឹងគឺយើងត្រូវសរសេរនៅអក្សរនៅខាងក្រោម profile របស់យើងណាយើងដាក់ទៅបាទបងប្អូនសរសេរអីសរសេរទៅអញ្ចឹងកន្លែងហ្នឹងក៏វាជារឿងមួយដែលល្អដែរបងប្អូនណាហើយបងប្អូនសរសេរហើយក៏យើងអាចកែតាមក្រោយបានដែរអត់អីទេអាហ្នឹងបើបងប្អូនសរសេរក៏សរសេរមិនសរសេរក៏មិនសរសេរអ្នកខ្លះគេដាក់ link អ្នកខ្លះក៏គេដាក់អឺបាទស្អីផ្សេងៗអញ្ចឹងទៅតាមលេខទូរស័ព្ទអីផ្សេងៗអញ្ចឹងតាមដែលគេដាក់ណាកន្លែងហ្នឹងណាអញ្ចឹងបងប្អូនយើងចង់សរសេរអីក៏សរសេរទៅ
វាជារឿងមួយដែលការតាក់ទាញសម្រាប់បងប្អូនយើងផងដែរយើងទៅទេទៅបាទហើយខ្ញុំទៅទេសូមស្វាគមន៍អញ្ចឹងទៅបងប្អូនណាបាទអញ្ចឹងកន្លែងនេះស្រេចតែបងប្អូនដាក់ទេបងប្អូនចង់ដាក់យ៉ាងម៉េចដាក់ទៅណាអាស្រ័យតែការពេញចិត្តការចូលចិត្តរបស់បងប្អូនដទៃណាបាទបងប្អូនដទៃទៅបាទតាមចិត្តបងប្អូនកន្លែងហ្នឹងបងប្អូនចង់ទៅទេមិនបាទដាក់យ៉ាងម៉េចស្រ័យទៅលើបងប្អូនខ្លះរកស៊ីគាត់ដាក់លេខទូរស័ព្ទឬមួយក៏គាត់ដាក់link page អីផ្សេងៗអញ្ចឹងទៅ link TikTok អីចឹងទៅណាកន្លែងហ្នឹងហើយយើងអាចកែតាមក្រោយទៀតបានបងប្អូនណាបាទកន្លែងហ្នឹងគឺយើងគេចូល profile យើងមកហើយមើលកន្លែងហ្នឹងទៅគេឃើញលេខទូរស័ព្ទយើងគេអានចំណងជើងយើងអញ្ចឹងទៅគេចង់ធ្វើមិនបាទអាស្រ័យទៅលើការយល់ឃើញរបស់គេណាអាកន្លែងហ្នឹងក៏ជាសំខាន់មួយដែរបើគេចូលមក profile របស់យើងបាទកន្លែងនេះគឺ load ហើយបងប្អូនយើងចុច confirm មកអូខេបានជោគជ័យបងប្អូនណាបាទអញ្ចឹងកន្លែងហ្នឹងគឺវាអាចដំណើរការនៅក្នុងការរកលុយបានហើយបងប្អូនណាអញ្ចឹងបងប្អូនព្យាយាមធ្វើវីដេអូយ៉ាងម៉េចដើម្បីឲ្យវា load បាទនៅក្នុងចំណុចកន្លែងទាំងអស់ហ្នឹងឲ្យវាធ្លាក់ set up នៅក្នុង bonus អីផ្សេងៗឬក៏ HTML អីចឹងទៅណាអញ្ចឹងកន្លែងហ្នឹងគឺសំខាន់ដែរអញ្ចឹងហ្នឹងវាជាទម្រង់ page មួយដែរហើយបងប្អូនណាបាទវាជាទម្រង់ page មួយដែរអញ្ចឹងកន្លែងហ្នឹងគឺប្ដូរពី Facebook ធម្មតាទៅជា Facebook Professional Mode គឺបែបហ្នឹងឯងបងប្អូនបាទហើយនេះបងប្អូនគឺមកទម្រង់បាទបានទទួលបានជោគជ័យហើយវាប្ដូរពី Facebook ធម្មតាទៅមកជា Facebook Professional Mode បាទគឺលក្ខណៈដូច page ចឹងបងប្អូនណាបាទអញ្ចឹងអរគុណបងប្អូនបើពេញចិត្តវីដេអូនេះសូម share និងចែករំលែកបងប្អូនអ្នកផ្សេងដឹងទៀតផង